កិច្ចសន្យាត្រូវតែមានកម្មវត្ថុមានកិច្ចសន្យាណាមួយគ្មានកម្មវត្ថុទេកម្មវត្ថុក្នុងកិច្ចសន្យាវាអាចជាកម្មវត្ថុដែលមាននៅពេលអនាគតជាគោលការណ៍កម្មវត្ថុត្រូវតែមាននៅក្នុងពេលបច្ចុប្បន្នហើយត្រូវតែដឹងដោយវិញ្ញាណរបស់មនុស្សវាមានដូចជាភ្នែកមើលឃើញដោយភ្នែកស្ដាប់ឮដោយត្រចៀកស្គាល់រសជាតិតាមរយៈការភ្លក់ហើយតាមរយៈច្រមុះហិតក្លិនច្រមុះហិតក្លិនណាត់ដឹងរសជាតិណាហើយស្បែកអាហ្នឹងតាមរយៈការប៉ះអាហ្នឹងវិញ្ញាណរបស់មនុស្សដែលវិញ្ញាណទាំង5នេះគូផ្សំជាមួយនឹងការគិតការត្រេះរិះពិចារណានឹងហៅថាចូលទ្វាមនោទ្វានៃការគិតរបស់មនុស្សអញ្ចឹងកម្មវត្ថុនៃការបង្កើតកិច្ចសន្យាវាមិនប្រឆាចពីវត្ថុទេក្នុងន័យនៃកិច្ចសន្យាគឺយកវត្ថុហ្នឹងជាកម្មវត្ថុនៃការបង្កើតកិច្ចសន្យាវាអាចជាចលនវត្ថុវាអាចជាអចលនវត្ថុហើយនឹងសេវាវាមាន3ប្រភេទហ្នឹងហើយនៅក្នុងន័យនៃវត្ថុកំណត់តែ2ទេជាន័យជារួមគឺចលនវត្ថុអចលនវត្ថុប៉ុន្តែតកតងជាមួយរឿងសេវាមានន័យទ្រព្យសម្បត្តិគ្មានរូបរាងយកបញ្ញត្តិស្ដីអំពីចលនវត្ថុយកទៅអនុវត្តអញ្ចឹងខ្ញុំអាចទាញញែកបើតាមបារាំងគេញែកមកដាច់ហ្មងប៉ុន្តែខ្មែរយើងវានៅស្ទាក់ស្ទើរធ្វើឲ្យអ្នកអានហ្នឹងច្បល់តែខ្ញុំញែកឲ្យដាច់ជូនតែម្ដងទៅកម្មវត្ថុនៃការបង្កើតកិច្ចសន្យាវាអាចចលនវត្ថុអចលនវត្ថុហើយនឹងសេវាហើយកម្មវត្ថុនេះទៀតសោតត្រូវតែស្របច្បាប់មានន័យថាមិនមែនជាកម្មវត្ថុខុសច្បាប់ទេតិចច្រឡំយកកម្មវត្ថុកិច្ចសន្យាយកមនុស្សជាកម្មវត្ថុនៃកិច្ចសន្យាតាមរយៈការជួញដូរមនុស្សយកគ្រឿងញៀនជាកម្មវត្ថុនៃកិច្ចសន្យាតាមរយៈការជួញដូរគ្រឿងញៀនយកកំភ្លើងឬក៏អាវុធគ្រឿងផ្ទុះគ្រាប់រំសាវជាកម្មវត្ថុនៃកិច្ចសន្យាគឺអត់បានទេកម្មវត្ថុនេះគឺជាកម្មវត្ថុខុសច្បាប់มันអាចយកមកធ្វើជាកម្មវត្ថុនៃកិច្ចសន្យាបានទេឧទាហរណ៍តកតងរឿងសត្វព្រៃក៏มันអាចយកមកធ្វើជាកម្មវត្ថុនៃកិច្ចសន្យាបានដែរដេញលក់សត្វព្រៃអីចឹងទៅប្រភេទសត្វគេអភិរក្សអីចឹងទៅសត្វតែច្បាប់មិនអនុញ្ញាតឲ្យមានការជួញដូរប៉ុន្តែស្ថានភាពនៃការអនុវត្តបច្ចុប្បន្នដោយប្រភេទជ្រូកព្រៃអីឃើញមានការចិញ្ចឹមលក្ខណៈឯកជនហើយកន្លែងហ្នឹងយើងមិនទាន់ដឹងថាស្ថាប័នដែលមានសមត្ថកិច្ចនោះមានការអនុញ្ញាតក្នុងកម្រិតយ៉ាងណាឬក៏គេបង្កើតវិធាននៅក្នុងក្របខ័ណ្ឌស្ថាប័នរបស់គេដើម្បីគ្រប់គ្រងទៅលើសត្វជ្រូកព្រៃនឹងយ៉ាងម៉េចអាចនឹងមានវិធានដោយឡែកណាមួយក្នុងការផ្ដល់សិទ្ធិទៅឲ្យបុគ្គលមួយចំនួនក្នុងការចិញ្ចឹមបើយើងនិយាយពីគោលការណ៍ជារួមចំពោះសត្វព្រៃជាសត្វសាធារណៈណាចឹងអត់អាចមានបុគ្គលណាមានសិទ្ធិទៅចិញ្ចឹមទេលើកលែងតែសត្វស្រុកទេចឹងសត្វស្រុកមានអីមានមាន់ទាជ្រូកគោក្របីណាមានឆ្កែមានឆ្មាអញ្ចឹងទៅអាហ្នឹងប្រភេទសត្វស្រុកវាមានព្រាបអីចឹងទៅសត្វស្រុកវាមានទាណាទាស្រុកទាកប៉ាអញ្ចឹងទៅអាហ្នឹងប្រភេទសត្វស្រុកបាទសត្វដែលចិញ្ចឹមហើយសត្វដែលមានការអនុញ្ញាតសម្រាប់ធ្វើការលក់ដូរណាហើយប្រភេទសត្វធំដូចជាសត្វគោសត្វអីនៅពេលដែលធ្វើការលក់ដូរដោយកាប់សាច់អញ្ចឹងគេមានកន្លែងសត្វតាឃាតហើយអញ្ចឹងវាមានកន្លែងអាជ្ញាប័ណ្ណដែលត្រូវសុំការអនុញ្ញាតសម្រាប់ជីវិតសត្វហ្នឹងដើម្បីយកសាច់យកមកលក់ណាយកមកលក់អញ្ចឹងសរុបមកវិញចំពោះកម្មវត្ថុនៃការបង្កើតកិច្ចសន្យាវាត្រូវតែស្របច្បាប់ហើយមាននៅពេលបច្ចុប្បន្នហើយអាចមាននៅពេលអនាគតអាចមានពេលអនាគតហ្នឹងត្រូវតែច្បាស់ថាវាមានទៀតឥឡូវឧទាហរណ៍កិច្ចសន្យាទិញកូនគោដឹងថាមេគោហ្នឹងកំពុងតែពពោះកូនគោឬក៏មានផ្ទៃពោះកូនគោឃើញច្បាស់ថាមានផ្ទៃពោះអញ្ចឹងរយៈពេលប្រហែលខែទៀតកូនគោហ្នឹងនឹងកើតចេញមកកន្លែងហ្នឹងមានន័យថាកិច្ចសន្យាទិញលក់កូនគោហ្នឹងបានហើយកិច្ចសន្យាហ្នឹងវាមាននៅពេលអនាគតណាអញ្ចឹងឲ្យវាច្បាស់ថាវានឹងមាននៅពេលអនាគតបាទក៏បង្កើតនៅកិច្ចសន្យាដែរប្រភេទកម្មវត្ថុហ្នឹងគេហៅកម្មវត្ថុមាននៅពេលខាងមុខឬក៏ពេលអនាគតបាទ